តោះបងប្អូនទៅហាត់ប្រាណទាំងអស់គ្នាបងប្អូនទីតាំងមួយនេះគឺល្អមែនទែនសម្រាប់បងប្អូនដែលចូលចិត្តដើរហាត់ប្រាណរត់ហាត់ប្រាណហើយបើសិនជាបងប្អូនចូលចិត្តនៅភាពស្ងប់ស្ងាត់ក៏ដូចជាភាពមិនរញ៉េរញ៉ៃបងប្អូនអាចជើញមកទីនេះបានគឺ Martin Sport ទីតាំង Martin Sport នេះគឺស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យបងប្អូនណាខ្ញុំនឹងដាក់ link ទីតាំងនៅខាងក្រោមវីដេអូបងប្អូនគ្រាន់តែចុច link បងប្អូននឹងអាចទៅរកទីតាំងនឹងឃើញណាសម្រាប់បងប្អូនដែលមកធ្វើការនៅខេត្តបន្ទាយមានជ័យហើយរកកន្លែងហាត់ប្រាណមិនឃើញបងប្អូនអាចមកទីនេះ Martin Sport នេះគឺបើកតែពេលល្ងាចទេបងប្អូនសម្រាប់យើងអាចចូលទៅហាត់ប្រាណចូលទៅដើរហាត់ប្រាណនៅទីនោះបានហើយបើបងប្អូនចូលទៅសម្រាប់ម៉ូតូ 1000 រៀលសម្រាប់ឡាន 2000 រៀលប៉ុន្តែមិនមែនជាការកំណត់ទេវាជាការជូនទៅដល់ពួកគាត់ដោយសារទីតាំងនោះមានសន្តិសុខបងប្អូនណាមានសន្តិសុខយាមឡានយាមម៉ូតូដែលធ្វើឲ្យសម្ភារៈឬទ្រព្យសម្បត្តិរបស់យើងហ្នឹងគឺសុវត្ថិភាពបងប្អូនអាចដើរហាត់ប្រាណដោយមិនខ្វល់មិនបារម្ភបាទអញ្ចឹងសម្រាប់ទិសដៅហាត់ប្រាណនៅទីនេះបងប្អូនអាចដើរនៅតាមបេតុងហ្នឹងក៏បានបាទដោយសារបេតុងនេះគឺសម្រាប់បងប្អូនយើងដើរទៅមិនមានគ្រោះថ្នាក់អីទេងាយស្រួលមែនតើទាំងចាស់ទាំងក្មេងអាចមកហាត់ប្រាណនៅទីនេះបានហើយបើសិនជាបងប្អូនចង់បានបទពិសោធន៍ថ្មីបងប្អូនអាចធ្វើដំណើរឡើងទៅដល់កំពូលភ្នំក៏បានដែរពេលដែលបងប្អូនទៅដល់កំពូលភ្នំបងប្អូននឹងទទួលបានបទពិសោធន៍ថ្មីមួយទៀតគឺបាទមើលឃើញនៅទេសភាពដ៏ស្អាតដ៏ស្រស់បាទទីតាំងនេះគឺស្រស់ស្រាយមែនទែនបងប្អូនសងខាងផ្លូវមានពពួកផ្កានិងព្រៃព្រឹក្សាផ្សេងៗទៀតដែលផលិតបានអុកស៊ីហ្សែនបាទខ្យល់បរិសុទ្ធសម្រាប់យើងដកដង្ហើមនៅទីនោះទីនេះគឺអាកាសធាតុបរិសុទ្ធស្រស់ស្រាយមិនមានឮសំឡេងរំខានអីទេហើយសម្រាប់ខ្យល់កខ្វក់ក៏អត់មានដែរផ្សែងម៉ូតូផ្សែងឡានឬក៏ធូលីអីក៏អត់មានដែរអញ្ចឹងបងប្អូនអាចស្រូបយកខ្យល់អាកាសបរិសុទ្ធបានពេញតែម្ដងបាទទីនេះគឺមានបន្ទប់ទឹកអីត្រឹមត្រូវបងប្អូនអាចងាយស្រួលហើយក៏មានរូបសំណាកដែលបងប្អូនអាចឡើងទៅទស្សនាបានដែរនៅលើភ្នំឆ្លាក់ជាមួយថ្មផ្ទាល់តែម្ដងនៅខាងក្រោយនេះមានកន្លែងមួយដែលគេការយកថ្មប៉ុន្តែឥឡូវនេះគេឈប់ការហើយបងប្អូនណាហើយបងប្អូនអាចទៅឈរមើលនៅទីហ្នឹងក៏មួយយ៉ាងដែរក៏ល្អមើលមួយយ៉ាងដែរដោយសារមានរូបសំណាកផ្សេងៗដូចជារូបដំរីនេះបងប្អូនណាហើយមានឆ្លាក់រូបផ្សេងទៀតនិងមានរូបស្វារូបអីចឹងទៅបើបងប្អូនចង់ឡើងទៅលើកំពូលភ្នំហ្នឹងក៏មានផ្លូវឡើងទៅដែរដែលបងប្អូនអាចមើលទេសភាពមកក្រោមមកគឺស្អាតមែនទែនតែម្ដងបាទនោះបងប្អូនឃើញទេគឺមានបងប្អូនយើងឡើងទៅដល់លើនោះបងប្អូនបាទខ្ញុំស៊ូមឲ្យមើលតែមើលមិនច្បាស់ទេអញ្ចឹងអរគុណច្រើនណាស់ជម្រាបជូនបងប្អូនប៉ុណ្ណេះ